indicator មួយនេះធ្វើឲ្យខ្ញុំ hit TP នៅថ្ងៃនេះអរអ្នកគ្នាថ្ងៃនេះខ្ញុំនឹងមកចែកម្លែកអ្នកគ្នាតកតូនទៅនឹង indicator របស់ខ្ញុំដែលខ្ញុំបានបង្ហាញអ្នកគ្នាកាលពីប្រហែលថ្ងៃមុនមកហើយនេះគឺជា position ដែលខ្ញុំបាយខ្ញុំដាក់នៅលើ screen អញ្ចឹង position ដែលខ្ញុំ sell អញ្ចឹងខ្ញុំ sell ពីតម្លៃនេះមកហើយអ្វីបានជាខ្ញុំ sell ដោយសារតា indicator វាបញ្ជាក់ឲ្យយើង sell indicator ហើយ TP ខ្ញុំនៅក្រោម TP ខ្ញុំគឺនៅរូបមន្ត pop price action របស់ខ្ញុំគឺបានន័យថានេះនៅរូបមន្ត trend line របស់ខ្ញុំអញ្ចឹង TP របស់ខ្ញុំនៅនេះតែខ្ញុំប្រហែលជាត្រូវកាត់មុនហើយណាគ្នាដោយសារតែមើលទៅជើងវាជ្រុំចុះជ្រុំឡើងប៉ុន្តែជើងមួយនេះខ្ញុំអត់សង្ឃឹមថាវាឡើងទេគឺខ្ញុំសង្ឃឹមថាវាចុះទេប៉ុន្តែយើងកាត់តែម្ដងទៅដោយសារតែវាគៀកនឹងគៀកនឹង trend line របស់យើងដែរអញ្ចឹងយើងកាត់ត្រឹមហ្នឹងហ្មងទៅអញ្ចឹងខ្ញុំ sell ត្រឹមនេះដោយសារតែsignal របស់ខ្ញុំ signal sell ដែលចេញពី indicator នេះគឺវាឲ្យ sell នៅតម្លៃនេះតម្លៃបកគោល83ប៉ុន្តែខ្ញុំអត់ sell ខ្ញុំចាំ sell បកគោលទី2បានន័យថាឲ្យបកគោលទី1ចេញក្រហមនេះបិទសិនបិទឲ្យចេញក្រហមគឺវាមាន confirm ល្អបាទខ្ញុំ sell អញ្ចឹងខ្ញុំ sell នៅបកគោលទី2អញ្ចឹង SL របស់ខ្ញុំរៀងធំបន្តិចដោយសារខ្ញុំអត់ចូលធំនេះខ្ញុំចូលតូចទេដោយសារតែ balance ខ្ញុំធំអញ្ចឹងខ្ញុំចូលដូចជាតែ2រៀលទេអញ្ចឹងប៉ុន្តែខ្ញុំ hold ដល់ក្រោមនេះអញ្ចឹងវាចំណេញបានគួរសមដែរអញ្ចឹង indicator មួយនេះគឺ the best មែនតើហើយបើអ្នកគ្នាចង់បាយគឺខ្ញុំអត់តន់ recommend ឲ្យបាយទេ indicator អត់តន់ confirm ឲ្យបាយទេវានៅតែ confirm sell នៅឡើយ sell ឲ្យបាយបានបន្តិច sell ទៀតអញ្ចឹងវានៅតែកម្លាំងចុះច្រើនអញ្ចឹងវាអត់តន់ឲ្យបាយនៅឡើយអញ្ចឹងមូលហេតុដែលខ្ញុំ sell គឺមានតែមួយហេតុផលទេគឺដោយសារតែ indicator របស់យើងគឺឲ្យ sell អញ្ចឹងខ្ញុំសម្រេចចិត្ត sell អញ្ចឹងរងហើយខ្ញុំប្រើខ្ញុំប្រើរូបមន្ត indicator ផងខ្ញុំប្រើ combine ជាមួយនឹងរូបមន្ត price action ខ្ញុំផងអញ្ចឹងឧទាហរណ៍ខ្ញុំចូល indicator ឲ្យ sell អញ្ចឹងខ្ញុំ sell អញ្ចឹងពេលខ្លះខ្លីពេលខ្លះវែងអញ្ចឹងខ្ញុំ sell វាបានពីរករណីដែរអញ្ចឹងខ្លីផងវែងផងអញ្ចឹងបើយើងមើល time frame ធំបានវែងហើយតែបើយើងមើល time frame តូចគឺយើង sell ខ្លីនេះ time frame តូចឲ្យ sell តាំងពីនៅលើឲ្យ sell តាំងពី94ទៅ time frame តូចគឺវាចេញ signal លឿនជាង time frame ធំប៉ុន្តែ time frame តូចវាអាចកាច់ចុះកាច់ឡើងកាច់ចុះកាច់ឡើងអញ្ចឹងបើអ្នកលេងខ្លីៗគឺអូខេហើយ time frame តូចទៅលេងអ្នកគ្នាអញ្ចឹងអត់មានអីច្រើនទេមានប៉ុណ្្នឹងឯងតើតើនឹងការចូលមួយ signal របស់ខ្ញុំថ្ងៃនេះគឺ hit TP តែម្ដងបាយអ្នកគ្នាជួបគ្នាវីដេអូក្រោយអញ្ចឹងខ្ញុំនឹងចែកម្លែកឆាប់ជាមួយនឹង indicator មួយនេះ